ប្រុសវិញសាច់រឿងមួយនេះគឺបានកើតឡើងនៅក្នុងឆ្នាំ1999នៅពេលនោះគាត់មិនទាន់រើចំណាក់ស្រុកទៅប្រទេសកាណាដាឡើយទេហើយគាត់គឺជាក្មេងម្នាក់ដែលរៀននៅទីក្រុងភ្នំពេញខ្ញុំមិនបញ្ចេញសាលាដែលគាត់រៀនទេហើយរឿងហេតុទាំងអស់ក៏ទីតាំងមួយចំនួនខ្ញុំអាចបញ្ចេញបានហើយទីតាំងមួយចំនួនទៀតក៏ខ្ញុំមិនអាចបញ្ចេញបានដែរដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ដដែលសាច់រឿងមួយនេះបានកើតឡើងនៅក្នុងឆ្នាំ1999ពេលនោះគាត់ជាសិស្សានុសិស្សនៅសាលារដ្ឋមួយកន្លែងដែលល្បីឈ្មោះមែនទែនដែលទល់តែឥឡូវកាលជំនាន់ខ្ញុំរៀនសាលាមួយហ្នឹងក៏នៅតែល្បីឈ្មោះដែរត្បិតថាជាសាលារដ្ឋក៏ដោយដែលសាលាមួយនេះគឺសម្បូរខាងផ្នែកសិស្សបកាយច្រើនណាស់នៅក្នុងទីក្រុងភ្នំពេញគាត់គឺជាមនុស្សប្រុសហើយមនុស្សប្រុសកាលជំនាន់នៅក្មេងៗអត់មានអីទេក្រៅអំពីលេងបាល់ទាត់ហើយគាត់គឺដូចគ្នាដែរគាត់ចូលចិត្តណាស់អារឿងលេងបាល់ទាត់នឹងឯងកង់ថ្នាក់នឹងថ្នាក់កង់ក្រុមជាមួយនឹងក្រុមប្រកួតគ្នាទៅវិញទៅមកម៉ោងចេញលេងមិនទាន់ទេគឺរត់ទាញបាល់ទៅទីធ្លាសាលាដើម្បីលេងហើយអញ្ចឹងវាជារឿងធម្មតាទៅហើយការលេងបែបនេះធ្វើឲ្យគាត់កាន់តែស្គាល់គ្នាច្រើនទៅស្គាល់ពីមួយថ្នាក់ទៅមួយថ្នាក់គឺចាប់ផ្ដើមរាប់អានគ្នាកាន់តែជិតស្និទ្ធទៅត្បិតថាមិនបានរៀនជាមួយគ្នាប៉ុន្តែក៏បានលេងបាល់ជាមួយគ្នាដែរគ្រាមួយនៅថ្ងៃសុក្រជាពេលវេលាជិតដល់វ៉ាកងតូចមានមិត្តភក្តិគាត់ម្នាក់នៅក្នុងថ្នាក់ផ្សេងតែនៅក្នុងសាលាតែមួយបានបបួលពួកគាត់នេះមកកុំគ្នាជាលក្ខណៈមិត្តភាពគាត់ក៏គិតថាគំនិតល្អព្រោះតិចទៀតនេះឥឡូវថ្ងៃសុក្រឲ្យមើលរៀនតែថ្ងៃសៅរ៍មួយថ្ងៃទៀតទេថ្ងៃអាទិត្យឈប់ថ្ងៃច័ន្ទគឺដល់ពេលវេលាវ៉ាកងហើយអញ្ចឹងយើងខានបានលេងបាល់មួយគ្នាមួយអាទិត្យពីរអាទិត្យអីអញ្ចឹងក្នុងករណីហ្នឹងនេះគឺជាយោបល់ល្អមុននឹងវិស្វកាលឬក៏ហៅថាវ៉ាកងតូចហ្នឹងយើងកុំគ្នាម្ដងទៅជាលក្ខណៈមិត្តភាពទៅក៏វាសប្បាយដែរគាត់ក៏ចាប់ផ្ដើមប្រមូលកែនកនគ្នាណាទទួលដំណឹងហើយគាត់ឯកភាពគ្នាអស់ហើយគាត់ក៏ប្រមូលកែនកនគ្នាបានប្រហែលជា10នាក់ការកងគ្នាមួយនេះគឺគាត់ចង់លេងតារាងធំលេង11ទល់នឹង11នាក់ណាដោយសារតែគាត់កែនកនបានត្រឹមតែ10នាក់ទេអញ្ចឹងវាខ្វះមនុស្សគាត់ក៏ចរចាជាមួយមិត្តភក្តិរបស់គាត់ថាឥឡូវយើងលេងតារាងធំទៅប៉ុន្តែយើងលេងគ្នាតែបន្តិចទៅបានហើយចរចាឡើងក៏សម្រេចចិត្តថាអូខេអត់អីទេលេងតារាងធំយើងដាក់សកួរ3នាក់ដោយនៅក្នុងតារាងធំនេះគឺមួយខាងលេងតែ7នាក់ទីធ្លាតារាងបាល់ដែលពួកគាត់កំណត់ដើម្បីជុំគ្នានឹងគឺជាទីធ្លារបស់សាកលវិទ្យាល័យរដ្ឋធំមែនទែននៅក្នុងរាជធានីភ្នំពេញអញ្ចឹងខ្ញុំបញ្ជាក់ណាជាសាកលវិទ្យាល័យដែលធំមែនទែនអញ្ចឹងបងប្អូនអាចសម្រេចដឹងថាតើសាកលវិទ្យាល័យនៅក្នុងទីក្រុងភ្នំពេញមានសាកលវិទ្យាល័យណាដែលមានដីឬក៏ទីធ្លាធំខ្លាំងហើយមានតារាងបាល់នៅក្នុងហ្នឹងពេលវេលាកំណត់គឺម៉ោង